Ronaldo ក៏ធ្លាក់របស់អេស្ប៉ាញ Lionel Messi ក៏ចាញ់កសាយអេស្ប៉ាញមកគ្រាប់ដូចគ្នាហ្មងថែមដូចគ្នាគាត់ថាមួយថែមក្នុង90នាទីមួយទៀត120នាទី តែព័ន្ធជាមួយនឹងការប្រកួតអាសង់ទីនមួយអេស៊ីបស្រាប់ខ្ញុំតខ្ញុំគឺការគាត់មើលមែនតើ អាសង់ទីនតាំងពីវគ្គគ្រប់ stage មកដល់វគ្គពាក់កណ្ដាលដាច់ព្រាត់គាត់មិនដែលលេងអញ្ចឹងទេមែន អត់លេងអញ្ចឹងទេ អត់លេងអញ្ចឹងតែថ្ងៃនោះលេងមិនអញ្ចឹងអត់បោទម្ដងហើយលេងអត់កើហើយឱកាសសុទ្ធគេមកជើងអត់មានដែរ ហ្នឹងហើយអត់មែនតើហ្មង អសូមគោរពនឹងជំរាបសួរទូរទស្សនិកជនជាទីមេត្រីស្វាគមន៍លោកអ្នកមកកាន់កម្មវិធីវេទិកាកីឡានៅក្នុងសប្តាហ៍ទី11ហើយនេះក៏ជាភាគទី11ផងដែរយើងនឹងលើកយកប្រធានបទទាក់ទងទៅនឹងព្រឹត្តិការណ៍ FIFA World Cup សរុបតាំងពីដើមរហូតដល់ចប់បានបញ្ចប់ទៅស្វែងរកម្ចាស់ជើងឯកនៃពានរង្វាន់មួយនេះគឺគោជលអេស្ប៉ាញបានយកឈ្នះទៅលើក្រុមការពារតំណែងជើងឯកពពកសអាសង់ទីនដែលធ្វើឲ្យពួកគេឈឺចាប់នៅក្នុងម៉ោងបន្ថែម15នាទី2ដងក្រោយបញ្ចប់ការប្រកួតក៏មានរឿងរ៉ាវចម្រូងចម្រាសជាច្រើនរវាងកីឡាករទល់និងកីឡាករផងដែរអញ្ចឹងថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវទាំងនោះមកជជែកវែកញែកជាមួយនឹង admin បាទហើយ ជំរាបសួរទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីវេទិកាកីឡាអេពីសូតទី11ហើយយើងនឹងបានរកឃើញមេបញ្ចប់ហើយក្រោយតែពីការតតាមគ្រាមកច្រើនណាស់របស់48ក្រុមបាទហើយថ្ងៃនេះយើងនឹងលើកយកប្រធានបទដែលទាក់ទងនឹង World Cup ដដែលទេបងប្អូនបាទប្រហែលចំណុចយើងនឹងរាយរាប់រៀបរាប់នាពេលបន្តិចទៀតនេះមានភ្ញៀវកិត្តិយសដ៏ពិសេសម្នាក់កុំឲ្យខាតពេលយើងជួបជាមួយគាត់ដូចតទៅ បាទសួស្តីអ្នកនរគ្នាខ្ញុំបាទ Fred 82ជាអ្នកធ្វើមាតិកាបាល់ទាត់នៅក្នុងបណ្ដាញសង្គម Facebook អូខេបាទលោក Fred 82 បាទ ចំអរហាសនាមួយទៀតឲ្យឈ្មោះខ្លួនឯងអីគេ ចារកម្មបាល់ទាត់ប៉ុនកា ចារកម្មបាល់ទាត់ប៉ុនកា ផងអសងទីនផង មិនគ្មានទេយកចេញមកចូលនៅកណ្ដាលដើម្បីគេជីកុំឲ្យគេជីហ្នឹងអូខេឥឡូវឆ្លងកាត់ការប្រកួត FIFA World Cup មកព្រឹត្តិការណ៍ពេញតែហ្មងខ្ញុំជឿថាមិនឲ្យតាមតន់ច្រើនហើយបាទតាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំង48យើងមិនបាច់ទៅដល់48ប្រទេសទាំងអស់ទេយើងផ្ដោតទៅលើក្រុមល្មមមកខ្ញុំឡើងដល់លើមកអញ្ចឹងខ្ញុំគិតថាតើហេតុការណ៍ណាខ្លះឬក៏ព្រឹត្តិការណ៍ណាខ្លះត្រង់ចំណុចណាដែលបងគិតថាវាធ្វើឲ្យបងចាប់អារម្មណ៍ចង់យកមកត្រូលចង់យកមកនិយាយឬក៏ឬហូរចិត្តណាមួយកាត់ឡើងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នេះចំពោះព្រឹត្តិការណ៍ FIFA World Cup នេះខ្ញុំគិតថាវាមានរឿងច្រើនគួរសមដែរវាមានរឿងច្រើនដំបូងនឹងចង់និយាយអំពីកីឡាករដែលមិនល្បីសោះប្រទេសដែលមិនល្បីសោះប៉ុន្តែនៅក្នុង FIFA World Cup គឺមានការផ្ទុះជែកវែកញែកច្រើនតែគាត់ដូចជាអ្នកចាំទីកីឡាករមួយចំនួនជាច្រើនខ្ញុំគិតថាវាជារឿងល្អដែរដែលពួកគាត់ជាច្បាប់ថ្មីរបស់ FIFA ផ្ទាល់2026ដែលខ្ញុំគិតថាជារឿងដ៏ល្អដែលឲ្យប្រទេសផ្សេងមានឱកាសចូលរួមអញ្ចឹងណាអញ្ចឹងពួកគាត់អាចចេញសមត្ថភាពហើយអាចសាងកេរ្តិ៍ឈ្មោះផងដែរហើយរឿងរ៉ាវផៃផ្លាយជាច្រើនទៀតដូចជាប្រទេសដែលមិនសមនឹងធ្លាក់បាទជាធ្លាក់ហើយធ្លាក់ឆាប់ទៀតបាទមានច្រើនដូចជាអាល្លឺម៉ង់មានដូចជាប្រេស៊ីលដែលយើងមិននឹកស្មានដល់ហ្នឹងហើយមានច្រើនទៅហើយរឿងធំជាច្រើនទៀតដូចជាកីឡាករដូចជាដែលយើងហៅថា GOAT គឺថាពួកគាត់នៅឆ្នាំនេះគឺមិនសូវល្អទេគឺធ្វើឲ្យអ្នកគ្រប់គ្រងមានការសោកស្ដាយហើយក៏មានការយំទួយសោកស្នើផងដែរបាទមានច្រើនទៀតប៉ុន្តែនេះជារឿងធំដែលខ្ញុំគិតថាគួរតែបាននិយាយអូខេចូលមានប្រហែលវិញបងមិនដែរ ហើយចុះសម្រាប់បងបានហៅឆ្លងមកជាមួយនឹងព្រឹត្តិការណ៍នេះអាចនិយាយបានថាមួយខែពេញបាទហើយក្រុមដែលមានការតស៊ូស្វិតស្វាញដូចជា Fred មិនគាត់បាននិយាយអញ្ចឹងក្រុមដែលមិនសមធ្លាក់បាទត្រូវបានធ្លាក់ហើយក្រុមដែលយើងមិន expect ថាគាត់នឹងបានមកលេង World Cup បែរជាបានមកលេង World Cup ក្រោមការរៀបចំរបស់ថ្មីរបស់ FIFA ហើយអ្វីដែលយើងឃើញរឿងរ៉ាវដែលបញ្ចប់ទៅថ្មីនេះមានទាំងការសម្រាប់ទឹកភ្នែកពោពេញទៅដោយរឿងដ៏សោកសង្រេងរបស់ God ដែលបងប្អូនសិតសុំតែបានដឹងទល់មកដល់វគ្គនេះអ្នកណាមិនទាយថាអាសង្ទីនលើកពានបាទឬគឺជារឿងមួយដែលយើងមិនអាចប្រកែកបានទេតែទីបញ្ចប់សពគ្រប់បាទគឺថ្នាក់យុវជនដ៏អស្ចារ្យដ៏សាហាវពេកហើយបាទគោលជំទង់អេស្ប៉ាញគឺគាត់សហការគ្នាបានល្អរហូតដល់បិទបញ្ចប់មរដូវកាលលោកព្រះអើយបាទរបូត clean sheet តាមមកគ្រាប់គត់មិនមានក្រុមណាខ្លាំងមួយណាមកបំបាក់អេស្ប៉ាញបានទេហើយអេស្ប៉ាញនេះក៏បត់តារាងលេងបាទបិទចិត្តឆឹងតែម្ដងដែលធ្វើឲ្យពពកសហសង្ឃទីមិនមានឱកាសសុទ្ធសូម្បីតែលើកតែ2 3ជើងយើងនិយាយអញ្ចឹងទៅចុះមិនមានឱកាសសុទ្ធឲ្យចំគោលដៅទេហើយមានរឿងរ៉ាវផ្សេងច្រើនការប៉ះទង្គិចគ្នាក្រោយបញ្ចប់ការប្រកួតភាពចម្រូងចម្រាសហើយមានការស៊ើបអង្កេតពី FIFA ផ្សេងទៅនឹងរឿងការប៉ះគ្នាក្រោយពីប៉ះទង្គិចបិទបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរបាទនៅមានការប្រៀបធៀបគ្នាច្រើនហើយមានរឿងរ៉ាវផ្សេងទៀតឥឡូវយើងនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះតែម្ដងអញ្ចឹងបងប្អូនបានដឹងថារឿងរ៉ាវនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026វាកើតឡើងបាត់ដាក់គ្នាល្អមែនទែនមានទាំងរឿងរ៉ាវល្អនិងរឿងរ៉ាវអាក្រក់អ្វីដែលយើងបានឃើញនៅក្នុងការប្រកួតនេះពេលកន្លងមកជាពិសេសគឺច្បាប់ថ្មីប្លែកបាទដែលរៀបចំចេញពី FIFA ក្នុងការនិយាយយកដៃផ្ទប់មាត់ក៏ទទួលបានកាតក្រហមទៅលើកីឡាករមួយចំនួនហើយមួយចំនួនផ្សេងទៀតក៏មិនត្រូវបានពិន័យហើយជាក់ស្ដែងដោយការប្រកួតអាសង់ទីនប៉ះជាមួយនឹងអេស្ប៉ាញបានបញ្ចប់ទៅហ្នឹង Leandro Paredes ប៉ះទង្គិចគ្នាជាមួយនឹង Gavi អញ្ញាកណ្ដាប់ពិន័យកាតក្រហមហើយក៏ប៉ុន្តែ
ក្រោយពីការស៊ើបអង្កេតរបស់ FIFA ក៏ត្រូវបានដកខាត់មកចេញវិញអត់ពីន័យទេដូច្នេះ Leandro Paredes គឺគាត់អាចមានសិទ្ធិនៅក្នុងការប្រកួតបាទ friendly មិនវគ្គបន្ទាប់ទេអស់វគ្គហើយគាត់ខាប់មកបញ្ចប់ហើយអញ្ចឹង friendly match ដែលរៀបចំដោយ FIFA គឺគាត់អាចមានវត្តមានចូលប្រកួតបានអ្វីដែលកាន់តែធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលគឺយត់របស់បងប្អូនទាំង3មាន Neymar Cristiano Ronaldo ជាមួយនឹង Lionel Messi មានតែ Lionel Messi មួយគត់ដែលគាត់មុតជ្រៅជាងគេចូលទៅដល់វគ្គដាច់ព្រាត់ប៉ុន្តែมันអាចឈ្នះពានរង្វាន់មួយនេះសាជាថ្មីបានអ្វីដែលយើងបានឃើញគឺ Cristiano Ronaldo បន្តភាពខ្លាំងក្លារបស់ខ្លួនពុះពៀគ្រប់ឧបសគ្គតែម្ដងទោះបីជាជួបរឿងរ៉ាវបែបណាក៏ដោយអញ្ចឹងហើយ Cristiano Ronaldo ក៏ចាក់ចេញវិញដោយមិនទាន់អស់ចិត្តទេបាទហើយបើនិយាយស្រួលស្រាប់ទៅ Ronaldo ក៏ធ្លាក់របស់អេស្ប៉ាញ Lionel Messi ក៏ចាញ់កសាអេស្ប៉ាញមកគ្របដូចគ្នាហ្មងថែមដូចគ្នាគាត់ថាមួយថែមក្នុង90នាទីមួយទៀត120នាទីវាភាពជឿចាប់របស់ God ទាំងពីរជឿចាប់សាហាវជាង Brazil ទៅទៀត Neymar គាត់បានចាក់ចេញដោយបន្សល់គ្រាប់បាល់មួយគ្រាប់គត់ពីការបង្ហាញខ្លួនរបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិ Samba Brazil អ្វីដែលយើងបានសង្កេតឃើញគឺពួកគាត់ដល់ពេលវេលាដែលត្រូវចាក់ចេញពីក្រុមជម្រើសជាតិហើយក៏ប៉ុន្តែមានការលើកឡើងជាច្រើនទៀតទាក់ទងទៅនឹងព្រឹត្តិការណ៍ Euro ដែល Cristiano Ronaldo អាចនឹងបង្ហាញខ្លួនមុនពេលដែលគាត់ឈប់ជាមួយនឹងក្រុមជម្រើសជាតិតែម្ដងគេចរចាគេយកមកបែកញែកច្រើនមែនទែនតាក់ទងទៅនឹងចំណុចមួយហ្នឹងអញ្ចឹងយើងអត់ទាន់ដឹងទេព្រោះគាត់ក៏បាននិយាយឲ្យដែរថា 1000% មិនត្រឹមតែ 100% ទេគាត់នឹងត្រូវផ្ដល់ពេលវេលាឲ្យក្មេងជំនាន់ក្រោយក្នុងការដកខាត់សមត្ថភាពខ្លួនឯងជួយក្រុមជម្រើសជាតិប៉ូទុយហ្គាល់អញ្ចឹងចូលមកដល់ចំណុចនេះខ្ញុំចង់សួរ Fred ប្រសិនបើវត្តមានរបស់ Cristiano Ronaldo នៅបន្តមាននៅក្នុងព្រឹត្តិការណ៍ Euro បងគិតមិនដែរខ្ញុំគិតថាវាមានគេហៅថាចំណុចវិជ្ជមានក៏ដូចជាអវិជ្ជមានហើយចំណុចវិជ្ជមានគឺយើងអាចនៅមើលឃើញ idol របស់យើងតតបើទៀតអញ្ចឹងណាវាក្តីសុខផ្នែកអារម្មណ៍អ្នកមើលបើពីមុនមកហើយបើថាចំណុចវិជ្ជមានវិញយើងដឹងស្រាប់ថាពូដូគាត់ចាស់មែនតើហើយយើងមើលគាត់បង្ហាញទម្រង់លេងគឺមានថាបើយើងវិភាគបន្តិចពីទម្រង់លេងពូដូគឺគាត់របៀបថាជាគាត់ឆាកទម្រង់លេងជាងមុនហើយបន្ទាប់នេះគឺគាត់ប្រយ័ត្នខ្ញុំទាញមករៀង Messi បន្តិច Messi មួយ Ronaldo គឺខុសគ្នាបន្តិចត្រង់ថា Messi គាត់ទម្រង់លេងគាត់អត់ធ្លាក់ទេប៉ុន្តែគាត់រៀងប្រយ័ត្ន Ronaldo គាត់រៀងធ្លាក់ហើយគាត់រៀងប្រយ័ត្នទៀតដោយសារតែគាត់វ័យចាស់គាត់បារម្ភរឿងបញ្ហារបួសអញ្ចឹងពូដូខ្ញុំគិតថាមកដល់សិនជាដល់ Euro ទៀតគាត់កាន់តែចាស់ទៀតគឺគាត់កាន់តែពិបាកជាង World Cup ដែលយើងមើលឆ្នាំនេះទៀតបច្ចុប្បន្ននេះទៀតអញ្ចឹងគិតថាចំណុចវិជ្ជមានគឺពូដូបើសិនជាគាត់បង្ហាញមានឱកាសបង្ហាញខ្លួនទៀតគឺគិតថាមានបញ្ហាដូចសោះមួយដងដែលយើងបានឃើញអញ្ចឹងណាខ្ញុំហ៊ាននិយាយច្រើនខ្លាចគេជាដែរអូខេយល់ចុះអត់មានបង្ហាញមិនដែរបងសម្រាប់ទស្សនៈបងគិតថាការបង្ហាញវត្តមានរបស់ពូដូនៅឆ្នាំ2018នេះ2028មិនចង់បកទៅគាត់ជាការប៉ុណ្ណាសូម្បីតែព្រះនៃបាល់ទាត់ក៏មិនអាចប្រកែកបានជាមួយនឹងច្បាប់នៃធម្មជាតិណាជាពិសេសគឺអាចជ្រាបភាពនៅតែម្ដងពូដូគឺគាត់មានវ័យមួយជ្រេលជាង Messi 4 ទៅ 5 ឆ្នាំ3ឆ្នាំ 4 ឆ្នាំថា3ឆ្នាំចន្លោះ 3 4 ឆ្នាំអញ្ចឹងការបង្ហាញទម្រង់នេះរបស់គាត់បើយើងមើលនៅក្នុងការប្រកួតនៅក្នុង squad របស់គាត់ប្រហែលប្រកួតកន្លងទៅអ្នកខ្លះគេគិតថាមានសម្ពាធទៅដល់មិត្តរួមក្រុមតែបានលេងជាមួយគាត់នោះមានទៅជាមានការនេះតាមការវិភាគអ្នកផ្សេងហើយក៏តាមការយល់ឃើញរបស់បងប្អូនយើងជាច្រើនប៉ុន្តែយើងត្រូវគិតចំណុចមួយទៀតនៅពេលដែលមានវត្តមានរបស់គាត់ដែល legend មិនត្រឹមតែធ្វើឲ្យសមាជិកកីឡាករនៅក្នុងក្រុមសប្បាយចិត្តពេលខ្លះបិទភ័យបិទខ្លាចដែលឃើញនិយាយថាឲ្យតែមានស្ដេចបាល់ទាត់មួយនៅក្នុងក្រុមវាមិនត្រឹមតែទទួលបានការគាំទ្រលក់សម្បត្តិបានច្រើនហើយអារម្មណ៍ភ័យអារម្មណ៍ស្លុតហ្នឹងគឺបិទអស់លេងហ្មងប៉ុន្តែបងប្អូនយើងមួយចំនួនគេថាបាល់នេះមិនសិនបើអត់ពុនអីស្អីប៉ូទុយហ្គាល់អាចនឹងមុតដល់ជ្រៅទៅដល់បាត់អីចឹងទៅប៉ុន្តែកុំគិតចឹងបងប្អូនបាទគាត់បង្ហាញទម្រង់លេខបានល្អហើយខ្ញុំហ៊ាននិយាយថាគាត់នៅតែមុតណាការបញ្ចប់ទីរបស់គាត់នៅតែល្អព្រោះថាឱកាសរបស់គាត់វាមានតិចតួចស្ដួចស្ដាំតែម្ដងបាទវាច្រើនគឺអត់សូវហ៊ានលេងប៉ូទុយហ្គាល់មកនៅការនេះអត់សូវហ៊ានលេងខ្ញុំសង្កេតឃើញចឹងបាទបើលេងតែលះមកដូចអេស្ប៉ាញមកមិនដឹងជាល្អយ៉ាងណាទេបាទហើយឥឡូវបងសុំទាញមួយ Messi បន្តិចដែរ Messi គាត់បានបិទបញ្ចប់ដោយអាចនិយាយបានថាអស់ចិត្តទៅចោះព្រោះគាត់ក៏ខំប្រឹងលេងគាត់នាំបាល់លេងដ៏ល្អដែរហើយយើងមើលរ៉ូលរបស់គាត់នៅតែជា legend មួយដែលក្លុបបានដែលធ្វើឲ្យខែលការពាររបស់អេស្ប៉ាញ4ខាងក្រុមនេះក៏ពិបាកទុកគាត់ដែរហើយបើយើងមើលទៅលើកីឡាដ្ឋាននេះគឺជាកីឡាដ្ឋានដដែលទេដែលឲ្យគាត់សម្រក់ទឹកភ្នែកយ៉ាងសោកសៅរេបំផុតក្រោយតាពីឆ្នាំ2016គាត់នឹងឯងបាទសម្រក់ទឹកភ្នែកហើយក៏ប្រកាសចូលនៅវត្តជាម្ដងអសន្នពីក្រុមជំនួយជាតិកាលពី10ឆ្នាំមុនចាញ់ឈីលីដល់រយៈពេលនាទីហើយបើរំលឹកទៅ2014ពាន World Cup Messi អង្អែលបដារៀបតែបានលើកពាននៅវគ្គផ្ដាច់ព្រាត់ត្រូវបានកីឡាករ Moreno បាទ Götze សុទ្ធមកគ្រាប់គឺជាកីឡាករបោះអាល្លឺម៉ង់ទម្លាក់ Messi ចេញយំបោកខ្លួនដូចកូនក្មេងពេលនោះវាជាការខកចិត្តមួយមិនដឹងនិយាយថាម៉េចណាបាទអញ្ចឹងរឿងរ៉ាវមានតែប៉ុណ្្នឹងប៉ុន្តែការបញ្ចប់នៅក្នុងវិស័យបាល់ទាត់ដ៏ស្រស់បំព្រងរបស់ Lionel Messi ត្រូវបានសោកបង្ហាញឲ្យឃើញថាសូម្បីខ្ញុំបាននិយាយដែរសូម្បីតែច្បាប់ព្រះនៃបាល់ទាត់ក៏មិនអាចយកជំនះនៃច្បាប់នៃធម្មជាតិបានដែរបាទគាត់ចាស់ជរាហើយបាទអញ្ចឹង
រឿងរ៉ាវរបស់ Lionel Messi Cristiano Ronaldo ពីខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះព្រោះថាមួយគឺគាត់បានជោគជ័យនៅក្នុង World Cup រួចមកហើយមួយទៀតគឺគាត់បងប្រាថ្នាចង់មានជីវិតដែលបានឈ្នះពានរង្វាន់គ្រប់សពបែបយ៉ាងនៅលើពិភពលោក UCL ឈ្នះហើយ Euro ឈ្នះហើយ Nation League ឈ្នះហើយ FIFA Club World Cup ក៏ធ្លាប់ឈ្នះដែរប៉ុន្តែនៅសល់តែ FIFA World Cup ទេបាទវាអត់មានអា FIFA World Cup ណាអា Club World Cup ឈ្នះហើយអញ្ចឹងទៅគឺវាជាគេហៅថាមន្ទិលមួយដែលមិនទាន់អាចជំនះបានណាចង់បានខ្លួនឯងខ្លាចទៅជា GOAT នៅលើបាល់ទាត់វាមិនមែនគ្រាន់តែឈ្នះ World Cup នឹងខ្លាចជា GOAT ទេប៉ុន្តែគាត់មិនទាន់ complete ខ្លួនឯងវាគឺជាគោលដៅមួយនៅក្នុងជីវិតបាល់ទាត់របស់គាត់បានកំណត់ថាប្រសិនបើគាត់មិនបានឈ្នះពានរង្វាន់មួយនេះក្នុងអាជីពរបស់គាត់ទេខ្ញុំសូមនិយាយអាក្រក់ស្រាប់គាត់ទៅបិទភ្នែកមិនចិត្តទេព្រោះក្នុងនាមគាត់គឺជាអត្តពលិកដ៏ល្បីតាក់ទងទៅនឹងកីឡាប្រភេទមួយនេះហើយគាត់គឺជាកីឡាករដែលល្អលំដាប់ថ្នាក់ពិភពលោកមួយដែរបាទអញ្ចឹងគឺគាត់ចង់ឈ្នះប៉ុន្តែធ្វើយ៉ាងម៉េចទេការខិតខំប្រឹងប្រែងរបស់គាត់ខំតែឯងក៏វាពិបាកមិត្តរួមក្រុមមិនបានជួយអ្វីដល់គាត់សោះនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នេះអញ្ចឹងទៅបាទអញ្ចឹងទៅគឺធ្វើឲ្យគាត់ជួបរឿងរ៉ាវដែលមិនអាចសពប្រកបតាមអ្វីដែលគាត់ពងប្រាថ្នាបានអាចលេងម្ដងទៀតបានទេមិនទេសូម្បីតែ Euro នេះក៏យើងមិនអាចនឹងសម័យថាគាត់អាចបន្តបានដែរ41ឆ្នាំហើយ2ឆ្នាំក្រោយ43ហើយតើកម្លាំងប្រលាំងគាត់ដូចឥឡូវអត់ខណៈឥឡូវហ្នឹងគាត់ធ្លាក់បារហ្នឹងមក2ឆ្នាំទៀតមិនដឹងមិនអីអញ្ចឹងវាពិបាកដែរអ្នកណាក៏ចង់ឃើញ goal របស់ខ្លួនបង្ហាញសមត្ថភាពនៅលើទីលានបន្តដែរប៉ុន្តែវ័យចាស់ជរាគឺជាបញ្ហាដ៏ចម្បងបំផុតសម្រាប់ Cristiano Ronaldo ប៉ុន្តែយើងមិនអាចមើលស្រាលគាត់បានទេព្រោះគាត់មនុស្សវឹកហាត់បាទគាត់វឹកហាត់កាយសម្បទាខ្លាំងដែរអញ្ចឹងមានតែចាំមើលតទៅមុខទៀតព្រោះសល់2ឆ្នាំទៀតដល់ Euro ហើយឥឡូវយើងបន្តទៅដល់រឿងរ៉ាវ World Cup ដដែលហើយរឿងនេះគឺជាបណ្ដាំដែលបានសរសេរចងក្រងទុកក្រោយពីពានរង្វាន់មួយនេះបានបដូរឈ្មោះទៅជា FIFA World Cup ណាមិនមានគ្រូបង្វឹកបរទេសណាដឹកនាំក្រុមជម្រើសជាតិមួយនោះឈ្នះពានរង្វាន់ទេអូខេឥឡូវយើងបកស្រាយរឿងរ៉ាវការប៉ះទង្គិចគ្នារវាង Leandro Paredes ជាមួយនឹង Gavi វិញម្ដងគិតមិនដែរបងគិតថាវាជារឿងបាល់ទាត់វាតែតែមានទេអាការប៉ះទង្គិចគ្នាជាពិសេសនោះគឺវាមានការប្រកួតតែមានអ្នកឈ្នះមានអ្នកចាញ់នៅពេលដែលអ្នកចាញ់គឺកំពុងមុខមែនតើអារម្មណ៍គឺមួម៉ៅស្ដាយក្រោយហើយមានអារម្មណ៍ថាសោកស្ដាយចំផុតជាពិសេសគឺពៀននៅលើមុខណាសោកស្ដាយជាពិសេសអាសងទីមួយអេស្ប៉ាញទៀតគឺថាថែមមក90នាទីឃើញដោយសារការកំហំកីឡាករអាសងទីម្នាក់ទៀតអញ្ចឹងគឺមានការសោកស្ដាយមែនតើតែដល់ពេលដែលកីឡាករអេស្ប៉ាញឈ្នះឌឺដងឬក៏មានការស្រែកយកដឹងថាភាសាគេនិយាយគេទេយកដឹងទេតែប្រកាសជាមានដែរអាភាពឌឺដងអញ្ចឹងវាតែងតែទៅឯងមនុស្សអត់អាចគ្រប់គ្រងបានទេព្រោះមនុស្សវាមិនមែនជាទេវតាទេគឺម៉ាំងប្រៅហើយថាយើងមិនបន្ទោសកីឡាករអាសងទីនទេបាទទៅក្បែរនឹងសុំតែយើងលេងបាល់ដាក់សុទ្ធក៏មានការប៉ះទង្គិចដែរអញ្ចឹងគាត់ថានេះជាផ្នែកមួយនៃបាល់ទាត់ហើយចុងក្រោយគឺសម្បត្តិរួលគ្នាកីឡាជាមិត្តភាពបាទហើយចាស់ចឹងគេហៅកីឡារស់ក្នុងសន្តិភាព Yeah that's right ចុះអីមានបើហើយការប្រកួតហ្នឹងបើមើលតន់អត់និយាយតន់តាតន់មើលបាទគាត់ឲ្យមួយគេងតិចពេលអត់ឲ្យមួយគេងលោកអើយលោកអត់មានគ្រាប់ទេអញ្ចឹងក្រោយតែពីការប៉ះទង្គិចគ្នាក្រោយចប់ការប្រកួតឥឡូវយើងនិយាយការប៉ះទង្គិចនៅក្នុងការប្រកួតតិចសិនParedes ដដែលណាជាមួយនឹង Pau Cubarsí Enzo Fernandez បានកាត់លឿង2ដងគាត់ក៏ត្រូវបានបណ្ដឹងចេញពេលនោះគឺជាពេលដែលក្រុមប្រពកសទាំងមូលចាប់ដើមស្រុតជើងក្រោមមួយណាបាទចាប់ដើមពិបាកទប់ជាមួយនៅអេស្ប៉ាញហើយក្រោយពីចប់ការប្រកួតក៏មានការប៉ះទង្គិចគ្នាច្រើនដូចបាននិយាយមិញអញ្ចឹង Gavi ប៉ះគ្នាជាមួយនឹង Paredes ហើយចំនួនស្ប៉ាញឥឡូវនេះរាប់ថាចិត្តត្រជាក់ច្រើនណាស់សូម្បីតែការប៉ះទង្គិចនេះទៀតសោតសេរីចាស់របស់យើងមួយ Sergio Ramos គាត់បានបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់ណាគាត់ថាពេលនេះ Paredes ប៉ះអេស្ប៉ាញឆ្នាំ26តែប្រសិនបើប៉ះគាត់នៅចន្លោះឆ្នាំ2010គាត់ឲ្យស្គាល់ថាRamos នឹងជាអ្នកណាគាត់នឹងឯងគឺជាអ្នកធ្វើកបាទ Paredes ផ្ទាល់តែម្ដងហើយមិនចម្លែកទេដែលSergio Ramos គាត់បានកាន់ពាន World Cup ដើរចូលមកក្នុងទីលានមកលើ stage ណាក្រោយមកក៏យើងឃើញវត្តមានរបស់ Gianni Infantino ជាមួយនឹង Donald Trump អញ្ចឹងការដែលឲ្យ Sergio Ramos គាត់កាន់ពានដើរចូលវាបើយើងត្រឡប់ទៅមើលអតីតកាលវិញដែលសារគាត់ជា legend របស់ស្ប៉ាញទៅហើយតាំងតែពីចន្លោះឆ្នាំ2010ហើយតោះតែកីឡាករនឹងឈ្នះពានទៀតណែតែអញ្ចឹងបានគេឲ្យអនុញ្ញាតឲ្យកាន់ពានដើរចូលឲ្យបន្ទាប់មកទៀតដំណើរអង្គអាចរបស់គាត់របៀបដូចថាឥឡូវហុចដើរអាញាសិតនៅតែឲ្យក្មេងចំនួនក្រោយយុគ26អញ្ចឹងមើលទៅដូចសាហាវមែនតើបាទរ៉ាម៉ូនៅតែការប៉ុន្តែទីបំផុតយើងលេងបានឃើញវត្តមានគាត់លេងទៀតដែរបាទអញ្ចឹងមានតែប៉ុណ្្នឹងការប៉ះទង្គិចនេះគឺវាមានច្រើនហើយ FIFA កំពុងតែស៊ើបអង្កេតមានការបំរាមណាមួយឬក៏មិនអីមិនគេអាប់ដេតយើងអាប់ដេតជូនបងប្អូនទៅទៀតបាទតែបើនិយាយអំពីការកាន់ពានរបស់ Ramos វាមិនទូលំទូលាយអីពេកទេព្រោះដោយសារតែចេះបើសិនជានិយាយថា legendary ព្រោះពេលហ្នឹងអេស្ប៉ាញទៅសឹងទាំងអស់ហ្នឹងបាទទៅសឹងទាំងអស់8នាក់8បើមិន8 10តាមខ្ញុំចាំណា Iniesta បានស័ក្តិសមជា legendary ដែលគួរតែកាន់ពាននឹងចូលមូលហេតុអីកាលពីឆ្នាំ2010គាត់មិនសុទ្ធគ្រាប់បាល់106នាទីក្នុងនាទីទី106ហ្នឹងតម្លាក់ហូឡង់ហ្នឹងមកជើងរបស់ Iniesta ហ្នឹងឯងលើកពាន2010អញ្ចឹងដំណើរជីវិតរបស់
អេស្ប៉ាញក៏ដូចឆ្នាំ2026នេះដែរមុនពេលដែលអេស្ប៉ាញគាត់លើកពាន World Cup បើមិនមុនទេក្រោយបើមិនមុនក្រោយតាមខ្ញុំចាំខ្ញុំមានភ្លេចឡើងហ្នឹងទៀតអធិស្ឋានបងប្អូនផងពួកគេឈ្នះពាន Euro សិនហើយមកឈ្នះ World Cup ហ្នឹងទៀតនិយាយទៅគឺឈ្នះពានរង្វាន់លំដាប់អារ៉ុបហើយឈ្នះពានរង្វាន់ពិភពលោកមកវាថាថងកន្លែងហ្នឹង បាទ អាសង់ទីនឈ្នះកូប៉ាអាមេរិកមកលេង World Cup ឈ្នះ World Cup ទៀតអេស្ប៉ាញវិញដដែលលេង Euro ឈ្នះ Euro លេង World Cup ឈ្នះ World Cup បារាំងស្ទើរតែបារាំងមួយចំនួនបារាំងគាត់អត់ឈ្នះ Euro ទេ2018បារាំងលើក World Cup យកបងបាទ2016ពេលហ្នឹងអាសង់ប៉ូទុយហ្គាល់អធិស្ឋានប៉ូទុយហ្គាល់លើក Cristiano Ronaldo ជួយឲ្យប៉ូទុយហ្គាល់លើកបន្ទាប់មក2018 World Cup គឺបារាំងជាអ្នកលើក 2022អាសង់ទីន និយាយទៅអាសង់ទីនជើងឯករង3ដងណា បាទ សាហាវឡើងមកដល់វគ្គផ្ដាច់ព្រាត់4ព្រឹត្តិការណ៍ជាប់គ្នាឥឡូវយើងគិតមើល2014 2018 2022 2026 វ៉ាវអាសង់ទីនវត្តមានរបស់លីអូណែល មេស៊ីដឹកនាំមកអាសង់ទីនឡើងមកដល់វគ្គផ្ដាច់ព្រាត់4ដងជោគជ័យបានតែម្ដងគត់អុយសាហាវពេកបាទអញ្ចឹងបើយើងកន្លែងមើលទៅក្រោយវាអង្គភាពភ្ញាក់ផ្អើលដែរសម្រាប់អាសង់ទីនក្រុមនេះចូលទៅជ្រៅរហូតតែម្ដងនឹកស្មានមិនដល់ហើយវាក៏ជាចំណុចល្អមួយទៀតដែលអ្នកគ្រប់គ្រងរបស់អាសង់ទីនតែងតែឃើញវត្តមានរបស់ក្រុមជម្រើសជាតិខ្លួនឡើងមកដល់វាផ្ដាច់ត្រាត់ទោះបីបានឬមិនបានពានក៏វាជាសេចក្តីសុខផ្លូវចិត្តមួយដែរក៏ប៉ុន្តែចាប់ពីរដូវកាលក្រោយទៅនៅក្នុងឆ្នាំ2030ពួកគេឡើងឃើញវត្តមានលីអូណែល មេស៊ីបាទមិនបាច់ចាំបាច់ដល់ឆ្នាំ2030ទេលីអូណែល មេស៊ីគឺត្រូវចាក់ចេញវាអាចថាកូប៉ាអាមេរិកមកប្រើទៀតទៅចប់ហើយអញ្ចឹងអាសង់ទីនអាចនឹងស្ងាត់ប្រជាប្រិយភាពមករយៈធំព្រោះថាយើងដឹងវត្តមានរបស់លីអូណែល មេស៊ីគឺជួយអាសង់ទីនខ្ពង់ខ្ពស់មែនតើបាទខ្ពង់ខ្ពស់មែនតើឡើងទៅដល់ចំណុចកំពូលពីមុនមកបងអាសង់ទីនខ្ញុំស្គាល់តែ មេស៊ីមួយខ្ញុំនិយាយតាក់ត្រង់អត់ស្គាល់កីឡាករណាផ្សេងទេតែពេលយើងតាមដានអាសង់ទីនយូរទៅអូបានដឹងថាកីឡាករនេះមកពីក្លឹបនេះឈ្មោះចេះខ្ញុំនិយាយមែនបងសុំឲ្យលេងហ្គេមគាត់ដឹងថាអាសង់ទីនមាន មេស៊ីអេស្ប៉ាញមានNesta មាន Nesta មាន Xavi អីចឹងទៅមាន David Villa អីចឹងទៅចំនួនតាំងពីយើងលេងបាល់សេរ៉ូបាល់អីណាយ៉ាអញ្ចឹងហើយគឺការអភិវឌ្ឍបាល់ទាត់យើងគួរតែតាមដានឲ្យបានជាប់លាប់ទើបជារឿងដ៏ល្អមានចំណេះដឹងយកមកជជែកគ្នាអត់មានការឆ្លោះតោះទេតោះឥឡូវដំណើរជីវិតរបស់ មេស៊ីខ្ញុំអត់ចង់និយាយព្រោះយើងបាននិយាយច្រើនហើយតាក់ទងជាមួយនឹង មេស៊ីឥឡូវខ្ញុំចង់និយាយតាក់ទងទៅនឹងការប្រកួតរបស់នេះអាសង់ទីនប៉ាអេស៊ីបបងយើងបកទៅក្រោយវិញបន្តិចណានៅតែមានបងប្អូនយើងយកមកជជែកបែបនេះដដែលតាក់ទងទៅនឹងការប្រកួតហ្នឹងព្រោះគេថាបន្ទាប់ពីការប្រកួតហ្នឹងហើយមានរឿងមួយទៀតហ្នឹង FBI ឯណាទៅស៊ើបអង្កេតរឿងលុយឯណាណីបងគិតមិនដែរវាតាក់ទងគ្នាអត់មើលទៅបើរឿង FBI តាក់ស៊ើបអង្កេតហ្នឹងដូចជាបើតាខ្ញុំមើលព័ត៌មានដូចជាពាក់ព័ន្ធជាមួយនឹងសហព័ន្ធបាល់ទាត់អាសង់ទីនមិនពាក់ព័ន្ធជាមួយ មេស៊ីទេ មេស៊ីគាត់ទីកីឡាករធម្មតាទេហើយពាក់ព័ន្ធជាមួយការរៀងលុយហ្នឹងយើងអត់ដឹងទេខាងផ្ទៃក្នុងគេបាល់ទាត់គេហើយបើសួរខ្ញុំបើរឿងពាក់ព័ន្ធជាមួយនឹងការប្រកួតអាសង់ទីនមួយអេស៊ីបស្រាប់ខ្ញុំផ្ទាល់ខ្ញុំគឺអាក្រក់មើលមែនតើពិតជាអាក្រក់មើលមែនតើហើយក៏ចូលរួមអបសាទរទៅកាន់អាសង់ទីនដែរធ្វើម៉េចវាជាបាល់ទាត់យើងមិនអាចថាគេរៀបចំឲ្យមេស៊ីឡើងទេប៉ុន្តែបើសម្រាប់ខ្ញុំផ្ទាល់មើលឃើញថាក្នុងព្រឹត្តិការណ៍ World Cup នេះការប្រកួតដែលអាក្រក់មើលជាងគេគឺអាសង់ទីនប៉ាអេស៊ីបហ្នឹងហើយនិយាយមែនហើយយើងមិនបាច់វែងឆ្ងាយទេព្រោះវាយូរហើយវាចប់ហើយប៉ុន្តែខ្ញុំក៏ស្រាប់អារម្មណ៍ខ្ញុំផ្ទាល់អាសង់ទីនអេស៊ីបអាក្រក់មើលជាងគេអ្នកនរអស់គ្នាអ្នកនៅមើល World Cup គិតដូចខ្ញុំអត់ហ៊ាននិយាយចឹងហ្មងអូខេចប់សូត្រូវអូខេតែនិយាយទៅវាក៏ជាការប្រកួតមួយដែលធ្វើឲ្យបងប្អូនយើងមានការចងចាំមួយបាទវាជាការចងចាំដ៏អាក្រក់ផងដ៏ល្អផងចុះបាទសម្រាប់អ្នកគ្រប់គ្រងទាំងសងខាងយ៉ាព្រោះដោយសារតែវាជាទស្សនវិជ្ជាមួយដែលយើងកម្រនឹងឃើញវាមិនដែលមានគេស៊ី 2-0 ដាក់វិញបាន3 unbelievable ចុងម៉ោងហើយណាបាទចុងម៉ោងហើយចុះបងហើយបាទមិនដែរបាទតកតងត្រង់ការប្រកួតហ្នឹងមិនចង់ដឹងអារម្មណ៍មែនតើហ្មងណាបើសម្រាប់អារម្មណ៍បងអារឿងអាក្រក់មើលហ្នឹងបងសុំទុកមួយ like សិនទៅលើការប្រកួតហ្នឹងតែអ្វីដែលបងនឹកស្មានមកដល់គឺមិនដឹងលោក Scaloni គាត់ដឹកនាំកូនក្រុមរបៀបម៉េចខ្ញុំឆ្ងល់រឿង3គ្រាប់របស់បានប្រហែលនាទីចុងក្រោយនេះបាទគឺសើថាបើអ្នកចាំទីឡើងបានគឺឡើងទៅត្រង់ហ្មងបាទគឺបុកតតែធ្លាយប្រទីអេស៊ីបហើយអេស៊ីបស្រឡាំងកាំងស្រឡះដៃទេងបាទហើយនិមិត្តរូបរបស់អេស៊ីបបងប្អូនក៏សិតតែបានស្គាល់ហើយបាទស្រឡះនៅទីនោះស្រឡះនៅបង្ហាញវត្តមាននៅនៅការទៀតអត់ទេអត់ទេចាប់អស់ហើយបាទស្រឡះម៉ូឌ្រីកណេម៉ាមេស៊ីរ៉ូណាល់ដូម៉ាណែលណូយអឺសិតសេរីពួកគាត់ហ្នឹងអាចនឹងបិទហើយត្រឹមវគ្គនេះបាទយ៉ាងច្រើនបង្ហាញយូរ៉ូមកប្រើកូប៉ាអាមេរិកមកប្រើទៀតគឺអស់ហើយអញ្ចឹងការប្រកួតនេះគឺខ្ញុំនៅតែសារសម្រុងលេងអាសង់ទីនេះគាត់តែដាប់ទៅដួសកុំថាឡើយប៉ះមួយអេស៊ីបមុនមកអេស៊ីបមួយទៀតមួយគេមួយអង់គ្លេសអត់ទេក្រោយទេហ្នឹងក្រោយអូប៉ះអេស៊ីបប៉ះអង់គ្លេសដែរពីប្រកួតហ្នឹងគឺតឹងមែនតើហ្មងតម្នាក់អេស៊ីបតម្នាក់អង់គ្លេសគឺប្រឹងយកតែមែនតើហ្មងអញ្ចឹងគាត់សាកសមរឿងឡើងមកដល់វគ្គព្រឹកតែអីគួរឲ្យអកុសលគឺបានតែមួយឈើឯរងទី3ដើម្បីការជាប់គ្នាចាំមើលបើនិយាយទៅអេស៊ីបហើយប៉ាស្វីប៉ាស្វីក៏តឹងដែរតែខ្ញុំអត់បារម្ភទេប៉ាស្វីក៏តឹងដែរតែខ្ញុំអត់បារម្ភទេខ្ញុំបារម្ភប៉ាអង់គ្លេសទៅទៅជាសាហាវខ្ញុំនិយាយមែនតើណាលោក Thomas Tuchel
ដែលប្រែកាហៅថាមកទៅឆក់ tôi thấy cho បើគាត់ត្រូវហើយ បាទគាត់ដឹកនាំការប្រកួត55នាទីស៊ីមួយគ្រាប់ណាចូលដល់នាទីទី60គាត់ដូរខ្សែការពារចូលផ្លឹបដកអាន់តូនីគាត់ដកខ្សែប្រយុទ្ធស្ដាំប្រយុទ្ធឆ្វេងឡើងមកអស់នេះ ទុកវិញហ៎ បាទតុបអស់លីងចាប់ផ្ដើមប្រូតម្រង់លីអាណែលស្កាឡូនីគាត់មើលទៅអាសង់ទីនលេងបាល់ក្រោមចាញ់ច្រាបគេទៅក្រោមបុកទៅអត់ចូលលេងបាល់ក្រោមលេងចូលចាប់ផ្ដើមដូរកីឡាករដែរនីកូឡាសយ៉នសាឡេសចូលផ្លឹបមានឱកាសលេងបាល់លើដាក់បានមួយគ្រាប់ដោយអេនសូហ្វឺណាន់ដេសសុតចូលពីលើដបូទូទៀតបានដូរឡាវតារ៉ូម៉ាទីណេសតាមយកគ្រាប់បាល់ឈ្នះហ្មងលេងតែ90នាទីបានហើយដូរឡាវតារ៉ូម៉ាទីណេសមកខ្ញុំថាបាល់នឹងឈ្នះបាល់លើតែមកក្បាលលីអាណែលមេស៊ីកាត់ស្ដាំចូលនឹងកាត់វឹងទៅផុតតែចនស្តូនដល់ក្បាលម៉ាទីណេសបាត់ម៉ាំងផ្លឹបអញ្ចឹងមានអីប៉ុន្តែបើនិយាយអំពីការប្រកួតរបស់អាសង់ទីននេះប៉ះជាមួយនឹងអង់គ្លេសហើយនឹងប៉ះជាមួយនឹងអេស្ប៉ាញខ្ញុំមានអារម្មណ៍ថាអាសង់ទីនមានចេតនាខ្ញុំនិយាយមែនអាសង់ទីនមានចេតនាជាមួយនឹងអេស្ប៉ាញអត់លេងតម្រង់បានលើហ្មងឃើញអត់មានក្រោយទៀតទេហើយលីអាណែលមេស៊ីគឺលេងប្រយុទ្ធចំតែពីរអ្នកអាល់វ៉ារ៉េសហ្មងអត់ដូរទៅណាលេងអត់ចប់ខ្ញុំពុំឆ្ងល់ណាចុះមិនចឹងអត់ដងតែបុកមិនចូលទេផ្លាស់ប្ដូរតម្រង់ដាក់កីឡាករខ្ពស់ចូលមកឬក៏កីឡាករបកែតែនេះចូលមកតែអត់ថ្ងៃហ្នឹងអត់តែសាច់បាល់អត់លេងអត់កើតផង ហ្នឹងហើយ ចុះបានថាខ្ញុំមានអារម្មណ៍មិនអញ្ចឹង វាមានរឿងច្រើនខ្ញុំឃើញព័ត៌មានគេផុសថ្ងៃហ្នឹងឃើញគេផុសដែរតែព័ត៌ជាមួយនឹងមុនការប្រកួតដូចជាមានស្អីគេអារម្មណ៍កីឡាករខុសប្លែកពីមុនថាដឹកនាំមិនចូលរួមការប្រកួតសូម្បីតែប្រធាននាយកដ្ឋានអាសង់ទីនក៏មិនចូលរួមវាមានចង់និយាយថាមានរឿងអីមួយហើយមានរឿងអីមួយប្រកបហើយអ្នកត្រូលគេគិតថាទៅជាការរៀបចំឲ្យអេស្ប៉ាញលើកពីវិញដើម្បីកុំឲ្យអីផ្សេងហ្នឹងយើងអត់ដឹងអត់ទេខ្ញុំអត់បាននិយាយរឿងទេប៉ុន្តែមានអ្នកផ្សេងគេនិយាយ អូខេ ស្ប៉ាញនេះខំតងសុទ្ធចង់ហត់ តែបើសិនជាខ្ញុំគិតមើលទៅវាពិតជាអាក្រក់មើលខ្លាំងមែនតើណាព្រោះបងឃើញហើយទម្រង់លេងរបស់អាសង់ទីនតាំងពីវគ្គគ្រប់ stage មកដល់វគ្គកដាប់ដាច់ព្រាត់គាត់មិនដែលលេងអញ្ចឹងទេមែនអត់លេងអញ្ចឹងទេអត់លេងអញ្ចឹងទេតែថ្ងៃនោះលេងមិនអញ្ចឹងអត់ដូរទម្រង់ហើយលេងអត់កើតហើយឱកាសសុទ្ធគេមកជើងអត់មានហ្នឹងហើយអត់មែនតើហ្មងចប់ហើយមកថាអាសង់ទីននេះវាជាគូមួយដែលតដំតសងគ្នាជាមួយនឹងអេស្ប៉ាញតែវាទៅជាអញ្ចឹងខ្ញុំកាត់ទៀតបើយើងនិយាយបែបលេងសើចអាសង់ទីនប៉ះជាមួយអេស្ប៉ាញក៏ប្រៀបធៀបជាមួយនឹងប៉ូទុយហ្គាល់ប៉ះជាមួយអេស្ប៉ាញប៉ូទុយហ្គាល់លេងបាល់ល្អជាងអាសង់ទីនលេងបាល់ល្អជាងមានឱកាសសុទ្ធមានអីដែរមានឱកាសសុទ្ធមានអីដែរគាត់ថាអូខេប៉ូទុយហ្គាល់យើងមើលទៅភាពចង់បានរបស់ពួកគាត់ពេលហ្នឹងគឺព្យាយាមទាញអេស្ប៉ាញឲ្យទៅលេងពេលនឹងទីជាមួយខ្លួនបាទអញ្ចឹងពេលវេលានេះមកបន្ថែមវាមកហើយប៉ុន្តែវាថែមក្នុង90នាទីថែម6នាទីខណៈលោតមកថែមពុបលោតដល់ 90.06 ឡាប់មីហ្គេលរីណូមកជើងហ្នឹងចប់សពគ្រប់តែម្ដងប៉ុន្តែបើដូចជាអាសង់ទីនវិញលេងអត់ចង់ឈ្នះលេងអត់ចង់ឈ្នះតាមតាណាលេងអញ្ចឹងហើយគ្រូអត់ដូរតម្រង់លេងតែអញ្ចឹងកីឡាករណាគេល្អអត់ដូរចូលទេលេងអញ្ចឹងដល់ពេលហ្នឹងនឹងម៉ាទីណេសចូលខ្ញុំពេកទៅដល់តារ៉ូម៉ាទីណេសសារប្រយុទ្ធកណ្ដាលលេង22ចង់ភ្លេចហើយអត់ឃើញតាមខ្ញុំចង់តែអាហ្នឹងអូខេប្រហែលជាខ្ញុំភ្លេចទេខ្ញុំអត់បានដឹងចាជាតែបងប្អូនគាត់ថាតម្រង់នៅពេលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាបដ ாய் គេបានហើយបើឲ្យស្ប៉ាញទៅយកតាប់តបៃកញ្ចប់មកចុងក្រោយអូខេតោះចុះឥឡូវបងមានមិនទេដែរឥឡូវយើងថាយើងបិទបញ្ចប់រឿងក្តៅសោះយើងចូលមកដល់រឿងគេកំពុងតែ celebrate នេះបើគេចង់សួរតើណៃទីតើអាពិធី celebrate ដូចជាការលើកដង្ហែពានអីផ្សេងហ្នឹងយើងបានដឹងខ្លះទេគេនឹងប្រហែលប្រហែលថ្ងៃនៅទីក្រុងណាខ្លះនៅប្រទេសដែលឈ្នះស្ប៉ាញជាទូទៅគឺគេធ្វើនៅក្នុងរដ្ឋធានីរបស់ពួកគេដូចនៅក្នុងប្រទេសកម្ពុជាយើងរដ្ឋធានីរបស់ប្រទេសកម្ពុជាយើងឬក៏រាជធានីមានតែមួយទេនៅក្នុងប្រទេសបាទដូចនៅកម្ពុជាយើងភ្នំពេញនៅអេស្ប៉ាញម៉ាឌ្រីតស្ប៉ាញម៉ាឌ្រីតអញ្ចឹងពួកគេប្រារព្ធពិធីតាមការកំណត់របស់ពួកគេផ្ទាល់អត់មាន FIFA ណាទៅអត់មានទេគេចង់ប្រារព្ធមួយថ្ងៃ3ថ្ងៃ2ថ្ងៃ5ថ្ងៃតែចិត្តព្រោះការឈ្នះពានពិភពលោកគឺពួកគេមិនងាយទេ4ឆ្នាំទើបមានម្ដងព្រមទាំងឯសមត្ថភាពជាមួយនឹងក្រុមជម្រើសជាតិបានទៀតវាពិតជាអស្ចារ្យខ្លាំងបំផុតហើយបែបហ្នឹងទៀតសោតបើយើងកន្លែងទៅមើលអាសង់ទីនវិញអត់ឈ្នះពានទេប៉ុន្តែជប់លៀងណាអត់ជប់លៀងទេថ្នាក់ដឹកនាំរបស់ពួកគេបានចេញច្បាប់មួយឲ្យអាសង់ទីនថាជ្រើសរើសថ្ងៃមួយនៅក្នុងឆ្នាំក្រោយពួកគាត់រើសជាថ្ងៃជប់សម្រាប់ដើម្បីអបអរទៅដល់អាសង់ទីនដែលជួយឲ្យក្រុមមួយនេះតែងតែមានឈ្មោះបោះសម្លេងនៅក្នុងព្រឹត្តិការណ៍ធំបាទអញ្ចឹងអាសង់ទីនក្រុមជម្រើសជាតិទាំងមូលគឺនឹងប្រជុំគ្នារើសថ្ងៃមួយបានតែមួយថ្ងៃទេមកសម្រាប់ការឈប់សម្រាកនៅក្នុងប្រទេសរបស់ពួកគេមិនដែរបងល្អតាខ្ញុំគាត់ថាល្អតែមិនឲ្យសុំថ្ងៃអាទិត្យហ្នឹងខាតតែបានទេខ្ញុំឈប់ដែរសុំថ្ងៃអាទិត្យខាតឥឡូវបងសួរមកមួយទៀតចាអញ្ចឹងយើងដឹងហើយ World Cup គឺចប់ហើយបាទគឺម្ចាស់ពានគឺស្ប៉ាញហើយបងប្អូនខ្លះក៏គាត់នៅតែសង្ស័យរបៀបម៉េចតើពានរង្វាន់នេះស្ប៉ាញបានមកគឺពានពិតប្រាកដដែរអត់ក៏ពីtrophy ឬមួយក៏ original trophy ហើយសហព័ន្ធ FIFA បានដកពាននឹងទៅកាន់ទៅត្រឡប់ទុកដាក់សារទុកដោយច្បាប់តឹងរឹងរបស់គេវិញទេអូនគេដក100%គឺគេដកពានរង្វាន់សំបីតែពានមួយពុំឃើញតែគេលើកចូលមកទីលានហ្នឹងពានកូពីទេមិនមែនពានពិតដែរពានពិតគឺមិនងាយយកចេញមកទេព្រោះមានសុទ្ធបាទពានពិតមានសុទ្ធហ្មង
ខ្ញុំធ្លាប់បានអានឯកសារចងក្រងតាក់ទងទៅនឹងពានរង្វាន់ FIFA World Cup ហ្នឹងដែរដែលគេបាននិយាយមកថាពានមួយនេះដែលគេបានបង្ហាញនៅក្នុងកីឡាដ្ឋានដែលគេបានចែកទៅលើអ្នកខ្លាចទៅជាម្ចាស់ជើងឯកឬក៏កីឡាករដែលទទួលបានពានហ្នឹងម្នាក់មួយហ្នឹង អូខេ វាមិនមែនជាពានពិតទេពានពិតគឺមានតម្លៃខ្លាំងបំផុតប៉ុន្តែវាអាចនឹងបង្ហាញនៅក្នុងថ្ងៃផ្ដាច់ព្រ័ត្រឬក៏ខ្ញុំអត់ច្បាស់ត្រង់កន្លែងហ្នឹងណាព្រោះដោយសារតែពានហ្នឹងគឺមានតម្លៃខ្លាំងហើយក៏មិនងាយយកចេញមកដែរបាទគេទុកនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រមួយប៉ុន្តែពានដែលយកមកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ពានតំណាងដែលធ្វើឲ្យដូចបេះបិទគាត់ថាវាមានតម្លៃខុសគ្នាជាមួយនឹងពានពិតប្រាកដមែនតើបាទអញ្ចឹងបងប្អូនគាត់បានដឹងហើយខ្ញុំជឿថាបងប្អូនច្រើនអាចនឹងបានដឹងហើយថាពានរង្វាន់ដែលគេឲ្យទៅក្រុមជើងឯកនិងកីឡាករសុទ្ធសឹងតែជាពានដែលត្រូវបានគូពីបាទបាទអញ្ចឹងទស្សនិកជនបាទវេទិកាកីឡារបស់យើងនៅក្នុងសប្តាហ៍នេះក៏បានជឿនចូលមកដល់ទីបញ្ចប់វែងឆ្ងាយមែនតើអង្គុយមកផ្លែតកន្លះម៉ោងធ្ងន់បត់រឿងហ្នឹងតោះទឹកមកក្រេបទេប៉ុន្តែយ៉ាងណាយើងនឹងមានរឿងរ៉ាវជាបន្តទៀតនៅសប្តាហ៍ក្រោយគិតចេញពី World Cup យើងចូលទៅដល់ការប្រកួត Friendly Match និងការប្រកួតជម្រុះUEFA Champions League Qualification